đôi chân nào không mày riêng bao dưỡng ông bị đầm ra dưỡng vô thả đầm ra sầm khăn nè prayer trong áo dưỡng time đầm ra tôi sẽ dưỡng cua tại com chí diệm time đầm ra phong và tại prayer thả dưỡng trao time đầm ra đại lõ prayer mình trong áo dưỡng miên đầm ra được phải nha ông bị ông bơ bà tê prayer thả áo dưỡng là ngôn khang ai sạc lệ krọ dân dương mình cua tại rô ao đăng vô ông tí ở vầy đài krọ pre trong ao dương vang vô bị sạc lệ phật trong preของปีvang vô bị pre ai ban đầm ra bị pre bần tu bị pre bị thàn xua ông bị chi vết pre trong ai dương rùa nào giang đôi mà đơn hay dương cua tại time đầm ra can tại tràn hayព្រះគម្ពីរក៏ប្រាប់យើងថាយើងត្រូវប្រយ័ត្នកុំឲ្យអួតខ្លួនមើងងាយអ្នកផ្សេងដែលព្រោះគេអត់មានតម្រេះដូចយើងនោះអត់ល្អហើយនឹងដែលព្រោះយើងស្គាល់ឬយើងទើបបានចាប់យល់អ្វីណាមួយនោះល្អហើយយើងប្រាប់អ្នកដទៃព្រះក៏សប្បាយចិត្តប៉ុន្តែពេលយើងចាប់នឹងមើងងាយអ្នកផ្សេងដែលព្រោះគេអត់យល់ដូចយើងយល់នោះយើងមានបញ្ហាហើយនេះជាព្រះអត់ព្រិនចទេដូច្នេះយើងឃើញថាបើយើងចង់ថែមតម្រេះទី1យើងត្រូវកោតខ្លាចដល់ព្រះពីព្រោះសេចក្តីកោតខ្លាចដល់ព្រះជាគេហៅដើមចំនៃតម្រេះបាទជាដើមចំនៃតម្រេះអញ្ចឹងតម្រេះដល់ពិតវាចាប់ផ្ដើមដោយសារកោតខ្លាចចំពោះព្រះដូច្នេះខ្ញុំចង់ឲ្យបងប្អូនក៏ដឹងថាយើងនិយាយទៅមុនគឺយើងត្រូវយល់ពេលយើងចាប់ផ្ដើមយល់នោះយើងថែមតម្រេះកាន់តែស្រួលបានឥឡូវថ្ងៃនេះខ្ញុំចង់និយាយអំពីយេរេមៀចំពុក3ហើយយើងមើលមុនដំបូងយើងមើលខ15រួចអាននឹងឲ្យឯងរកគ្នាមានអ្នកគ្រប់គ្រងដែលគាត់ចិត្តអានជាអ្នកដែលនឹងខ្វៀលឯងរកគ្នាដោយតម្រានិងយោបល់សូមសម្រុំចាស់អធិដ្ឋានព្រមចាស់ទូបង្គំអរគុណព្រះអង្គស្មាព្រះបន្ទូលព្រមចាស់សូមជួយទូបង្គំមានអំណាចពីព្រះអង្គព្រះចេស្តាព្រមចាស់សូមជួយប្រទានតម្រេះឲ្យទូបង្គំទាំងអស់គ្នាហើយព្រមចាស់សូមជួយឲ្យយើងក៏ស្វែងរកតម្រេះពីព្រះអង្គក្នុងម៉ោងនេះក្នុងថ្ងៃនេះទាំងម៉ោងក្រោយផងព្រះសូមជួយឲ្យទូបង្គំយកចាក់ទុកដាក់នឹងព្រះបន្ទូលរបស់ព្រះអង្គហើយទូបង្គំសូមដែលព្រះនាមព្រះគ្រីស្ទអាមែនឥឡូវបងប្អូនខ្ញុំចង់ឲ្យបងប្អូនយល់ថាក្រុមជំនុំសំខាន់ណាស់ហើយព្រះបានឲ្យយើងមានអ្នកគង្វាលដើម្បីជួយខ្វៀលដោយតម្រេះមានន័យថាយើងមិនមែនយល់ទាំងអស់ទេឃើញហើយកុំឲ្យច្រឡំគ្រូគង្វាលក៏មិនយល់ទាំងអស់ដែរខ្ញុំក៏ត្រូវការគ្រូគង្វាលខ្ញុំក៏និយាយជាមួយគ្រូគង្វាលផ្សេងដែលក៏មិនមែនគ្រូគង្វាលខ្ញុំដែរពីព្រោះខ្ញុំខ្វះតម្រេះហើយចឹងយើងរកប៉ុន្តែព្រះបានរៀបចំក្រុមជំនុំយ៉ាងនេះគឺជាដើម្បីឲ្យមានអ្នកដែលគ្រប់គ្រងលើក្រុមជំនុំដែលត្រួតត្រាអ្នកដែលអាចដូចជាខ្វៀលដោយតម្រេះអញ្ចឹងយើងមកក្រុមជំនុំទៀងទាត់គឺល្អពីព្រោះពេលរៀបចំឲ្យរៀនឲ្យបង្រៀននោះបានយល់ច្រើនហើយមានគ្រូគង្វាលមួយគាត់មានឈ្មោះល្បីនៅអាមេរិកហើយមានមនុស្សគេមកជួបគាត់គេថាលោកគ្រូខ្ញុំចង់មករកយោបល់ពីលោកគ្រូខ្ញុំចង់រៀបចំណាតយើងជួបគ្នាហើយគាត់មិនព្រមចំណាយពេលសម្រាប់អ្នកនោះលើកឡើងតែគេមកក្រុមជំនុំរាល់ថ្ងៃអតិពេលព្រឹកអតិល្ងាចហើយថ្ងៃពុធល្ងាចដែរ
ថាពិតចឹងពីព្រោះគាត់ប្រាប់គេថាបើសិនជាមកក្រុមជំនុំទៀងទាត់រត់ថ្ងៃទឹកព្រឹកល្ងាចថ្ងៃពុធផងនោះអ្វីដែលបានរកយោបល់ពីគាត់ប្រហែលជាបានដឹងហើយគាត់ប្រាប់គេចឹងហើយពិតមែនអ្នកដែលមកក្រុមជំនុំទៀងទាត់គេមានឆ្ងល់គេមានសំណួរហើយគេត្រូវមានដូចជាការណែនាំរបស់គេប៉ុន្តែបើគេមកទៀងទាត់គេបានការណែនាំគេបានឃ្វាលគេបានតម្រើគេបានយល់កាន់តែច្រើនហើយអញ្ចឹងសំណួររបស់គេបានសូនបាក់ទៅតិចមែនទេខ្ញុំអត់ធ្វើដូចគ្រូបង្រៀនមួយហ្នឹងទេកុំច្រឡំប៉ុន្តែច្រើនអ្វីដែលយើងត្រូវការគឺយើងត្រូវការមកក្រុមជំនុំទៀងទាត់ឲ្យគ្រូបង្រៀនឃ្វាលដោយតម្រេះនឹងយោបល់ទាំងអស់គ្នាតែម្ដងហើយបងប្អូនក៏ដឹងដែរពេលគ្រូបង្រៀនអធិប្បាយនិងបង្រៀនគ្រូវិសេសជាងគេបាននិយាយជាមួយយើងផងគ្រូវិសេសជាងគេអ្នកណាគេមែនហើយព្រះនិមយសូអត្តមុននេះខ្ញុំនិយាយជាមួយបេសកជនផ្សេងហើយពេលគេខំពងតែបញ្ញួរមួយឲ្យខ្ញុំឲ្យខ្ញុំនឹកចាំអំពីខគម្ពីរមួយទៀតផ្សេងដែលធ្វើឲ្យខ្ញុំយល់ក៏ច្បាស់ជាងខគម្ពីរដែលគាត់ប្រាប់ហើយនោះព្រះធ្វើបានគ្រូកំពុងតែបង្រៀនដាស់តឿនគំនិតរបស់យើងឲ្យយើងចាប់ផ្ដើមយល់ប្រាប់តែព្រះនិមយសូក៏បំភ្លឺដល់ចិត្តរបស់យើងថែមទៀតដែរហើយយើងក៏យល់កាន់តែច្បាស់ក៏ជួនកាលអ្នកដែលសាក់គ្រូបង្រៀនយល់ច្បាស់ជាងគ្រូមិនចឹងមិនបានពីព្រោះព្រះនិមយសូនិយាយជាមួយបងប្អូនដូច្នេះព្រះជាគ្រូដ៏ប្រសើរដ៏វិសេសជាងគេចឹងបងប្អូនទាំងអស់គ្នាមានគ្រូវិសេសជាងគេប៉ុន្តែមិនមែនជាចឹងជាព្រះហើយចឹងបើសិនជាបងប្អូនមករអតិតមកទៀងទាត់ហើយមកគឺព្រះនឹងជួយឃ្វាលបងប្អូនដោយតម្រេះនឹងយោបល់គឺដោយព្រះបន្ទូលដែលយើងអធិប្បាយព្រះជាអ្នកដែលឲ្យហើយតាំងឲ្យមានអ្នកឃ្វាលហ្នឹងពីព្រោះយើងត្រូវការយើងមើលខគម្ពីរមួយទៀតដែលយើងបានមើលហើយអេពេសូយើងមើលអេពេសូជំពូក4ខ្ញុំរកឱកាសអេពេសូជំពូក4សុភាពក៏បានអានខនេះពេលគាត់រកមុនក៏ប្រហែលជាឡើងខូចពីព្រោះស្រីខ្លួនចឹងច្រើនតែអីទេយើងអាចក៏រងន់ដដែលបាទដូច្នេះច្រើនតែបងហ្នឹងពេលស្រីគ្នាគេច្រើនតែលេងខូចគេលេងដូចអត់ត្រឹមត្រូវមែនហើយអង់គ្លេសហៅ cheat មែនហើយ cheat មែនហើយដូច្នេះប្រអត់ដែរទេបាទប្រអត់ដែរដូច្នេះខ11ហើយទ្រង់បានប្រទានឲ្យអ្នកខ្លះបានធ្វើជាសាវកខ្លះជាគ្រូអធិប្បាយខ្លះជាគ្រូផ្សាយនឹងល្អខ្លះជាគ្រូបង្រៀនខ្លះជាគ្រូបង្រៀនសូមខ្ញុំសួរអ្នកណាឲ្យព្រះឲ្យអូខេមិត្តព្រះឲ្យមានគ្រូចឹងខ12ថាប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខឡើងសូមតើខ្ញុំមែនហើយគ្រប់លក្ខឡើងសម្រាប់ធ្វើការជំនួយហើយនឹងស្អាងរូបកាយព្រះគ្រីស្ទឡើងខ13តើតែយើងរាល់គ្នាបានរួបរួមខាងឯសេចក្តីជំនឿរួចជាស្រេចនោះយើងរួបរួមខាងឯសេចក្តីជំនឿមានន័យថាដោយយើងសេចក្តីជំនឿដដែលហើយយើងមានជំនឿដូចគ្នាដូចគំនិតតែមួយហើយបានស្គាល់ព្រះរាជបុត្រានៃព្រះដូចគ្នាទាំងអស់មិនមែនថាយើងអត់ស្គាល់ព្រះហើយយើងបានជឿស្គាល់ព្រះហើយប៉ុន្តែដើម្បីសេចក្តីជំនឿរបស់យើងចម្រើនឡើងហើយយើងមានសេចក្តីជំនឿខ្លាំងមាំទាំងអស់ដូចគ្នាហ
ហើយយើងទាំងអស់ចម្រើនក្នុងការស្គាល់ព្រះតម្រេះរបស់យើងចម្រើនអំពីព្រះដែរហើយយើងទាំងអស់គ្នាស្គាល់ព្រះយ៉ាងជិតស្និទ្ធដូចគ្នានោះមូលហេតុដែលព្រះឲ្យគ្រូកង្វៀលគឺដល់បានពេញជាមនុស្សហើយដល់ຂະណាតកម្ពស់នៃសេចក្តីពោពេញផងព្រះគ្រីស្ទតែរហូតដល់យើងគ្រប់លក្ខដូចព្រះគិរិបានគ្រប់លក្ខដូចព្រះហើយមិនចឹងអត់តូនទេមានន័យចឹងមានន័យថាយើងត្រូវការក្រុមជំនុំយើងត្រូវការគ្នាតើទៅមកជួយឲ្យយើងកាន់ស្អាងកាន់តែច្រើនឡើងហើយឲ្យយើងចម្រើនក្នុងព្រះក្នុងការស្គាល់ព្រះតើតែយើងដូចព្រះយេស៊ូវដូចយើងសេចក្តីពោពេញរបស់ព្រះអត់តន់ដល់ទេយើងនៅតែព្យាយាមឲ្យចម្រើនឡើងទាំងអស់គ្នាដូច្នេះខ្ញុំចង់ឲ្យបងប្អូនយល់ថានេះជាមូលហេតុដែលព្រះឲ្យមានគ្រូក្នុងក្រុមជំនុំមានសពថ្ងៃនេះមានអ្នកខ្លះដែលគេគិតថាក្រុមជំនុំអត់ល្អគេចាប់ផ្ដើមចោលក្រុមជំនុំហើយគេចាប់ផ្ដើមធ្វើនេះវិញគេជួបជុំក្នុងផ្ទះរៀងខ្លួនហើយគេអង្គុយវងមូលដូចហ្នឹងហើយគេគិតថាមិនគួរតែមានអ្នកណាម្នាក់ដែលជាគ្រូចឹងអត់មានម្នាក់ណាម្នាក់មួយដែលដូចជាឈរនិយាយអធិប្បាយដូចព្រះគម្ពីរនិយាយក្នុងគ្រិស្តទី1ចំពុក14ប៉ុន្តែអ្នកណាចង់និយាយបានអញ្ចឹងម្នាក់ខំពងតែបញ្ញោពីព្រះគម្ពីរប្រាប់តែមានគេកាក់សម្ដីឲ្យហើយគេចាប់ផ្ដើមនិយាយហើយគេច្រើនតែថាដូចនេះពីព្រោះខ្ញុំធ្លាប់ឮម្ដងគេថាប៉ុន្តែខ្ញុំគិតថាមែនទេគេកាក់សម្ដីមានម្នាក់បញ្ញោពីព្រះគម្ពីរប្រាប់តែមានម្នាក់ប៉ុន្តែខ្ញុំគិតថាតែគំនិតរបស់យើងមិនសំខាន់ទេគំនិតរបស់ព្រះហើយព្រះបន្ទូលសំខាន់ហើយតាមគ្រិស្តទី1ចំពុក14ត្រូវមានគ្រូអធិប្បាយអ្នកដែលបង្រៀនព្រះបន្ទូលម្នាក់ម្ដងហើយយើងត្រូវស្ងៀមតតែវែងយើងហើយកុំឲ្យមានច្រើនជាងគម្ពីរថា2ឬ3អ្នកអធិប្បាយក្នុងមួយពេលបងប្អូនអរគុណព្រះអង្គសម្រាប់ច្បាប់ហ្នឹងមែនទេមែនទេមានអ្នកណាចង់មានគ្នាអធិប្បាយ4 5 6អ្នករហូតសុភាពមកសុភាពធ្វើក្បាលអញ្ចឹងដឹងហ៎មកពីគាត់អត់មានវេនអធិប្បាយយើងអត់ឲ្យស្រីអធិប្បាយបើគាត់មានស្រីគាត់ចង់ដែរតែខ្ញុំឲ្យបងប្អូនយល់ថានេះមិនមែនតាមព្រះគម្ពីរព្រះមិនមែនរៀបចំក្រុមជំនុំយ៉ាងចឹងទេហើយបើយើងចង់អង្គុយនិយាយគ្នាពីព្រះបន្ទូលបានប៉ុន្តែច្រើននៅក្នុងពួកព្រះយេស៊ូវមិនសមមានក្នុងពួកបាទីសទេប៉ុន្តែមានពួកគេក្នុងព្រះយេស៊ូវតែគេចាប់ផ្ដើមចោលក្រុមជំនុំហើយគេមានការអង្គុយនៅវងមូលដូចហ្នឹងហើយគេអត់ថាមិនគួរមានម្នាក់ណាម្នាក់ដែលជាគ្រូចូលព្រះគម្ពីរឲ្យអ្នកណាដល់ក្រុមជំនុំគ្រូប្រយោជន៍អីមិនមែនជាអ្នកដែលគួរតែលើកខ្លួនអត់ទេព្រះគម្ពីរថាអ្នកណាដែលធំជាងគេក្នុងក្រុមជំនុំជាអ្នកណាអ្នកដែលបំរើទាំងអស់គ្នាមែនទេចឹងកុំឲ្យយើងលើកខ្លួនតែអូខ្ញុំល្អពិសេសអត់ទេគ្រូមិនមែនពិសេសជាងអ្នកដទៃដែលស្ដាប់មិនមែនចឹងទេប៉ុន្តែយើងទាំងអស់គ្នាមានការដែលព្រះចង់ឲ្យយើងធ្វើក្នុងក្រុមជំនុំដើម្បីឲ្យស្អាងក្រុមជំនុំឡើងហើយព្រះថាយើងត្រូវតែមកក្រុមជំនុំពីព្រោះព្រះមានអំណោយសម្រាប់យើងនៅទីនោះព្រះមានគ្រូអធិប្បាយព្រះមានការអធិប្បាយដែលចេញដោយយោបល់និងដោយតម្រេះជួយឲ្យយើងចម្រើនឡើងក្នុងព្រះគ្រូនឹងមានភារកិច្ចជាមើលកិច្ចការចំពុក20ហើយភារកិច្ចរបស់គ្រូកង្វៀលលើកទី1គឺជាអ្វីបងប្អូនដឹងកុំឲ្យមានទឹកច្រើននៅក្នុងក្រុមជំនុំពេលដែលវាដឹកទឹកមែនហើយ
đối với nè chấm phúc một phây hay dương cha pram khom một phây một bài so với Paul ní ye thì mùi nè đặt nọ kêu bằng will có ta đối với cho nè rô kiaประคลุน how khom thay để ta vùng sơ đã preven niên bồi sốt bàn tăng nè rô kia ao thưa chia nè công will đó kê chân preven niên bồi sốt có tăng ao cái thưa kêu will đấy đam bấy ao bàn khuya phục chấm nôm rô bò pra âm chả đã trong bàn tinh đào pre là hết pre ong trong chốc anh chị nhưng tra proya thay để sa thì cái bọc kêu công will thay để sa yang mệt khuya yang mệt đào đầm ra nâng vô bò mới ba số phiết sầm rạ chết tha quật đà lên tàu club nhóm admin set tàu wide quật ao quật chân chùm hông mà đái quật tàu wide quật vậy nè rõ chứ bà xin gì mà nuôi chạp rằng xong phá bác pre công ty ọt khối ao chôm miên chôm bằng khom cái ao đa tam pre mình ban và tay chôm ao cái đầm ra chôm ao cái vô bò cho nên đã ọt tụi tôi vô bò vậy bà srei chôm trang tay tham mật cao sọt kê mà đấy bà pro hoài đầm bò mà này nhưng phục nhưng đi lên chẳng và tay chịp bất chôm ọt đa cao sọt srei nà muối chôm ọt hiện thác chôm ọt đa hoài còn không phải nhiều không sọt ở đây chôm ọt đa hoài đa đầm bò thế và tay chôm cho ao bò bò nhốt xa pre ao yên thả đẹp xa thì pro miền pro tân ạ không phải buồn thì bây chôm đăng trà krao đa chôm tàu bátนู่น miền sky pre đo sa hao đa mân chêประในดอวงเนียมปีกรมจมนมวงเจียมเวียนังโจมกนงผู้เนโรคเนียห้าวขนมจมน้ำเนโรคเนียก็หนึ่งการเมียนมนุษย์ได้หนึ่งอธิบายสกเดยสมโนข้อได้ดันไปหนึ่งเตียนนมผู้เสสาวตามเกเว้นอันเช่นครูกงเลือกเราประหยัดคือนี่โกมเอาไอ้พวกเกย์ครองจุ่มนมจานบันเช่าก็มากินจะล้อมปีเอาไว้ดักข้อบางสิ่งที่จะล้อมปีตัวหรือว่าได้ยิงสตาร์ปีวิจุหรือไอเซ็งหรือว่าได้เกย์นิเยตามเพลย์หรือเอาไว้ได้โดยที่ครูโคชกงทางคราวเกย์จังมกโจคนนี้ก็ได้ก็ขนมจุ่มน้ำยืนได้มีมันร้องขนมจุ่มน้ำยืนเมียนเกะได้เอาไอ้กระสายดับปีเอาไว้ได้ข้อให้เป็นจุ่มลือโซทางเกะเอาไอ้กระสายนั้นนุกยมตราอธิบายดมร้อนสกเดย์บังเรียนได้ข้อสกงกระสายนั้นโมปีนากระสายนั้นโมปีสำรามเที่ยวมีนเกะหมกซัวเที่ยวลบรูโจวันนี้ตราอ่อนเกเอาจมจันยมสตาร์เวียนไทยยมประเดี๋ยวนี้ข้อมันเต้นยมประเพรของปีนี่ข้อคลั่งมันเต้นยมเจ้าสำรามจมนับเรือที่สำรามแต่โอ้การที่ใบอ๋อไอ้เด็กก็จะจักดักกดดักกดไอ้ป้ากดสตาร์กดเอาแบบปูจันลีกดนาตินุโกนกดดักไอ้กิจจับนำใจเนี่ยโอ้ยฮะเป็นกิจจับนำใจที่ทำชิ้นของมันเต้นเนี่ยนะบนท้ายหมดปีสำรามยมพอตาดูที่ขนมยืนช่วงเก้ามีเนจลอมช่วงการเนเมียนเกย์บังเรียนช่วงการที่ใจเอาไว้เซ็งให้บองโอ๊ตคือกรุ๊ปวิลเมียนพิรเกิดเอาไว้ประหยัดกลมเอาไว้เทียมวงแหวงจลอมยัวข้อจะมีตรักคุยเยอะได้มั้ยได้ดำแรกได้ยกบอกเมื่อชื่อใจบางบนเมื่อสุภีษแมนสุภีษผู้ดับบุญสังคมตานิสราโอเคมนุษย์
Menurut chào lưng ngôn cái chứa group việcទាំងអស់តែមនុស្សមានកំណត់វាវៀងវៃបាទមានកំណត់វៀងវៃរមែងមើលផ្លោកខ្លួនដោយប្រយ័ត្នឥឡូវបងប្អូនសុំតើបើតែយើងទាំងអស់គ្នាព្រះគម្ពីរប្រៀបយើងដូចជាមហើយបងប្អូនដឹងជាមល្ងងខ្លាំងណាស់ល្ងងនិយាយថាអំពីជាមបើជាមចេញពីវងជាមហើយគេចេញតាមអ្នកឯងហើយគេណៅវងជាមគេថាបើគេមានតោមួយណានេះហើយឡើងតោនឹងមានស្មៅនៅទីនោះគេអត់ចេះរកទេជាមនឹងគេណៅហើយគេអត់មានអីស៊ីអត់មានចំណីអត់មានស្មៅគេនឹងងាប់នៅនោះក៏មិនមែនចឹងទេមែនទេក៏វាចេះរកគេទៅរកវាជាមល្ងងមានជាមបើសិនជាសាក់ព្រៃសាហាវមកដើម្បីស៊ីគេនោះគេអត់ចេះគេច្រើនតែគេអត់រត់គេចេះតែបាទហ្នឹងមនក៏ល្ងងដែរខ្ញុំអត់ដឹងមួយណាល្ងងជាងមនឬជាមប៉ុន្តែជាមល្ងងព្រៀបយើងដូចជាអីទៅជាមព្រោះយើងល្ងងខ្ញុំមានចាំមានម្នាក់គាត់ធ្លាប់ឲ្យខ្ញុំយកបហើយគាត់ឲ្យខ្ញុំយកបណាមួយខ្ញុំចេះតែជឿឲ្យធ្វើតាមយកបគាត់រហូតគាត់ថាមិនខ្ញុំធ្វើតែបញ្ហាគាត់ជួនកាលគាត់ខុសហើយខ្ញុំចាំដល់គាត់ឲ្យខ្ញុំយកបហើយទៅគាត់ឲ្យយកបខ្ញុំឃើញទៅគាត់ឲ្យយកបខ្ញុំធ្វើតាមយកបគាត់ហើយមានគ្រោះថ្នាក់ដល់ខ្ញុំប្រហែលជា1 ឬ 2 ឆ្នាំក្រោយមកគាត់មកទីនេះហើយគាត់ឲ្យខ្ញុំយកបម្ដងទៀតស្ទួយគ្នាហើយខ្ញុំថាប្រហែលឆ្នាំមុនឲ្យខ្ញុំយកបផ្សេងប៉ុន្តែមើលអ្នកល្ងងធ្វើអីគេឆាប់ជឿមែនទេអញ្ចឹងខ្ញុំក៏ល្ងងដែរបានជាព្រះគម្ពីរថានេះគេថាយើងត្រូវមើលព្រះគម្ពីរសម្រាប់ទាំងអស់មែនទេវាប៉ាត់អត់ខ្ញុំចង់ឃើញក្នុងព្រះគម្ពីរមែនអ្នកដែលមានគំនិតវៀងវែអ្នកដែលមានប្រាជ្ញាគេនឹងខំដូចជាពិចារណាអំពីដំណើរគេចង់ឃើញក្នុងព្រះបន្ទូលគេចង់ដឹងមិនមែនថាគ្រូអធិប្បាយមកឈរនៅនេះហើយយើងគួរតែពេលណាប្រតិបត្តិនេះអ្វីណាមួយយើងថាអូខ្ញុំត្រូវជឿទាំងអស់អត់ទេយើងថាមិនមែនខ្ញុំចង់ឃើញក្នុងព្រះគម្ពីរដូចជាពួកគេថាណៅបេរីគេខំស្ដាប់ព្រះបន្ទូលណារួចហើយគេខំមើលក្នុងព្រះគម្ពីរនោះត្រឹមត្រូវហើយបងប្អូនគឺនេះព្រះបានឲ្យយើងមានគ្រូកងវិលដើម្បីជួយថែកុំឲ្យយើងចានបញ្ឆោតគេចានបញ្ឆោតរបស់លោកគេចានបញ្ឆោតរបស់អ្នកជឿដែលនៅក្នុងក្រុមជំនុំប្រហែលជាគេចានបញ្ឆោតហើយគេនាំឲ្យយើងវង្វេងដែរចានបញ្ឆោតរបស់គ្រូខុសឆ្គងដែលនៅខាងក្រៅក៏ចានបញ្ឆោតរបស់អ្នកដែលអត់ក្រក់ដែលចង់នាំឲ្យយើងក៏ធ្វើក្រក់ដែរហើយនឹងព្រះបានឲ្យយើងគ្រូកងវិលដើម្បីជួយដោយតែខ្ញុំចង់ឲ្យបងប្អូនយល់ថាក្រុមសំខាន់គឺជាផែនការរបស់ព្រះសម្រាប់យើងចម្រើនឡើងក្នុងព្រះអង្គក៏ឲ្យយើងចម្រើនឲ្យថែមតម្រះព្រះចង់ប្រើក្រុមជំនុំគ្រូកងវិលគ្រូអធិប្បាយក្នុងជីវិតរបស់យើងឲ្យយើងចម្រើនក្នុងព្រះអង្គឲ្យបានតម្រះចឹងយើងចង់ថែមតម្រះយើងត្រូវកោតខ្លាចដល់ព្រះបើយើងចង់ថែមតម្រះយើងត្រូវព្យាយាមយល់ពីសេចក្តីពិតមិនមែនតែមានការដូចជាដឹងដូចជាខ្លះយើងចង់យល់
ប៉ុន្តែយើងត្រូវឧស្សាហ៍មកក្រុមជំនុំទទួលស្គាល់ថាព្រះបានឲ្យយើងមានគ្រូបង្រៀនគ្រូអធិប្បាយគ្រូបង្រៀនក្នុងក្រុមជំនុំដើម្បីជួយយើងចម្រើនឡើងក្នុងតម្រាស់ខ្វៀលយើងដោយតម្រាស់និងយោបល់ចឹងខ្ញុំប្រាប់បងប្អូនខ្ញុំទេតើគ្រូបង្រៀនរបស់ខ្ញុំហើយខ្ញុំសួរគាត់សំណួរហើយខ្ញុំចិត្តចប់ហើយពេលខ្ញុំនៅអាមេរិកមានបេសកជនម្នាក់ទៀតពួកម៉ាក់ខ្ញុំដែលគាត់ប្រហែលជាប្អូនខ្ញុំ 4-5 ឆ្នាំតែគាត់នៅស្លាប់ជាមួយខ្ញុំគាត់ល្អប៉ុន្តែពេលខ្ញុំនៅអាមេរិកហើយខ្ញុំនិយាយជាមួយគាត់ខ្ញុំឃើញអ្វីខ្លះដែលធ្វើឲ្យខ្ញុំបារម្ភហើយខ្ញុំមានគំនិតថាខ្ញុំគួរនិយាយជាមួយគាត់ប៉ុន្តែគាត់អត់នៅក្រុមជំនុំទោះបើគាត់នៅអាមេរិកពេលខ្ញុំនៅអាមេរិកមកសើឃើញគាត់ហើយជួនកាលគេធ្វើដំណើរអីផ្សេងព្រោះហើយចាប់ផ្ដើមដឹងថាមានបញ្ហាធំគាត់វង្វេងចេញពីសក្តិពិតវង្វេងចេញពីការបង្រៀនរបស់គ្រូបង្រៀនខ្ញុំវង្វេងចេញពីអ្វីដែលបរិសុទ្ធការប្រព្រឹត្តរបស់គាត់វង្វេងហើយខ្ញុំឮសូនអញ្ចឹងគ្រូរបស់ខ្ញុំគាត់ហៅខ្ញុំមកគាត់សួរយករបស់ខ្ញុំពីអីហើយខ្ញុំថាលើកទី1ខ្ញុំថាសូមឲ្យខ្ញុំនិយាយជាមួយគាត់សិនពេលខ្ញុំចាប់ផ្ដើមនិយាយជាមួយគាត់និយាយនេះគាត់ថាលោកគ្រូកងវិលគាត់អត់យល់ពីខ្ញុំទេគាត់និយាយថាពេលខ្ញុំឮពាក្យហ្នឹងខ្ញុំបារម្ភភ្លាមហើយខ្ញុំចាប់ផ្ដើមសួរគាត់ជាបេសកជនគាត់នៅប្រទេសក្រៅខ្ញុំថាខ្ញុំបេសកជនខ្ញុំប្រទេសក្រៅដែរហើយគាត់ចាប់ផ្ដើមនិយាយគាត់អត់យល់ហើយខ្ញុំថាអញ្ចឹងគាត់អត់យល់ពីខ្ញុំដែរគាត់ថាមែនហើយខ្ញុំថាប៉ុន្តែខ្ញុំអត់មានបញ្ហាជាមួយគ្រូមើលទេជនគាត់សោះថាអីហើយគាត់ថាគាត់បានចម្រើនក្នុងព្រះហើយគាត់អត់ដឹងខ្ញុំថាគ្រូបង្រៀនរបស់យើងក៏ចម្រើនក្នុងព្រះដែរដឹងអត់ហើយគាត់ភ្ញាក់ផ្អើលមើលគាត់ថាគ្រូបង្រៀនចម្រើនមែនហើយគ្រូបង្រៀនរបស់យើងតាំងពីយើងទៅប្រទេសក្រៅគ្រូបង្រៀនរបស់យើងចម្រើនកាន់តែច្រើនដែរខ្ញុំសួរគាត់ថាដែលស្ដាប់ការអធិប្បាយរបស់គាត់អត់គាត់ថាអត់ដែរខ្ញុំថាខ្ញុំស្ដាប់ខ្ញុំនៅតែស្ដាប់ដើម្បីឲ្យខ្ញុំដឹងដែលខ្ញុំសួរគាត់ថាដែលទេតើគាត់ឬសរសេរសម្បត្តិសួរគាត់សំណួរគាត់ថាអត់ដែលខ្ញុំចង់ឲ្យបងប្អូនយល់ពីនេះគាត់ទៅប្រទេសក្រៅគាត់ឆ្ងាយគាត់នៅទ្វីបអឺរ៉ុបហើយគាត់នៅឆ្ងាយពីក្រុមជំនុំគាត់ឆ្ងាយពីក្រុងវេលប៉ុន្តែក្នុងចិត្តក៏គាត់បានវង្វេងបានឆ្ងាយដែរហើយខ្ញុំប្រាប់គាត់ថាខ្ញុំអត់បានទៅឆ្ងាយពីក្រុងវេលទោះបីខ្ញុំនៅកម្ពុជាហើយពេលខ្ញុំនិយាយជាមួយគ្រូជំនួយមួយគាត់ចង់ដូចជាគាត់ចង់កាត់គាត់ចេញមកគាត់ហើយគាត់ហើយខ្ញុំថាសក្តិមេត្តាករុណាអូបែរប៉ុន្តែគាត់ថាខ្ញុំហើយពួកម៉ាក់ខ្ញុំនៅឈ្មោះ John នៅអាហ្វ្រិកបេសកជនគាត់ថាពីអ្នកយើងទេតើគ្រូបង្រៀនច្រើនប៉ុន្តែអ្នកនោះអត់ដែរផងចឹងដូចគាត់ប្រាប់ខ្ញុំដែរខ្ញុំនិយាយនេះដើម្បីអីខ្ញុំចង់ឲ្យបងប្អូនយល់ថាពីព្រោះពេលយើងជាជាមហើយយើងទាំងអស់គ្នាជាជាមមែនទេយើងត្រូវការខ្វៀលតម្រេះយកមកខ្ញុំត្រូវការស្ដាប់ការអធិប្បាយខ្ញុំត្រូវការយោបល់ខ្ញុំស្ទេតើគាត់ជួនកាលខ្ញុំសរសេរសម្បត្តិតាមអ៊ីមែលហើយខ្ញុំសួរសំណួរដល់គាត់ឲ្យគាត់ខ្វៀលខ្ញុំគាត់មានតម្រេះដែលខ្ញុំអត់មានហើយឆ្នាំមុនពេលខ្ញុំទេតើគាត់ប្រាប់ខ្ញុំថាខ្ញុំចង់សួរលោកគ្រូខ្ញុំត្រូវធ្វើអីហើយពេលគាត់ប្រាប់ខ្ញុំលើកទី1ខ្ញុំប្រាប់គាត់ថាអូខ្ញុំដឹងមួយនឹងហើយ
តែបើលោកគ្រូអត់ប្រាប់ខ្ញុំអត់ចាំទេជួនកាលគេគ្រាន់តែរំលឹកប៉ុន្តែបងប្អូនយើងទាំងអស់គ្នាត្រូវការអ្នកខ្វៀលអរគុណព្រះអង្គព្រះឲ្យមែនទេមិនមែនថាព្រះអត់ឲ្យទេព្រះឲ្យប៉ុន្តែពេលណាយើងអត់ស្ដាប់យោបល់តម្រេះការអធិប្បាយពីគ្រូមួយរបស់យើងចេញពីគ្រូមួយរបស់យើងកាន់តែឆ្ងាយហើយទោះបើខ្ញុំនៅឆ្ងាយពីរូបកាយគាត់ឆ្ងាយមែនទែនខ្ញុំមិនឆ្ងាយពីយោបល់របស់គ្រូមួយរបស់ខ្ញុំទេអញ្ចឹងមិនមែនថាកុំឲ្យអ្នកខ្លះគេអាចមកទីនេះរាល់ទឹកនៅឆ្ងាយពីគ្រូមួយទៀតអញ្ចឹងយើងត្រូវប្រយ័ត្នដើម្បីចម្រើនក្នុងតម្រេះឲ្យស្ដាប់យើងចង់ស្ដាប់ការអធិប្បាយយោបល់តម្រេះជាពិសេសដែលមកពីព្រះបន្ទូលរបស់ព្រះសូមជំរុំចាស់ទីខាងរំចាស់អរគុណព្រះអង្គដែលទ្រង់ជាព្រះរបស់ទូបង្គំអរគុណព្រះអង្គដែលទ្រង់ជាមេអ្នកកងវិលមិនដែលខុសសោះព្រះអង្គមិនដែលមានយោបល់ខុសព្រះម្ចាស់សូមជួយណែនាំទូបង្គំក្នុងសេចក្តីពិតហើយសូមជួយទូបង្គំជាប់នៅក្នុងវងជាមរបស់ព្រះអង្គទូបង្គំសូមឲ្យព្រះអង្គជួយដែលព្រះនាមព្រះគ្រីស្ទ